បាទបងរដ្ឋាភិបាលខ្ញុំអរគុណតាមពិតទៅការដែលយើងទៅពន្យល់ណែនាំឲ្យយើងចេះទៅចេះស្រឡាញ់គេគេស្រឡាញ់យើងរបៀបស្រឡាញ់ដូចជាលក្ខណៈគ្រួសារចុះឯងបងអត់ទៀមទាថ្ងៃទីប៉ុណ្ណេះប៉ុណ្ណោះកំណត់ឲ្យបានព្រះរត់ទេតាមដែលបងនិយាយមកនេះគឺខ្ញុំយល់ហើយបងសិតរឿងហ្នឹងគឺជាក់ស្ដែងណាស់ខ្ញុំមិនបានកំណត់ពេលវេលាទេបុគ្គលទាំងឡាយណាដែលយល់ឃើញថាផ្លូវនេះល្អចូលបងប្អូនទាំងអស់គ្នាបោះមួយជំហានទៅមុខចុះធ្វើដំណើរឆ្ពោះទៅរកភាពសាមគ្គីមួយដែលផ្ដល់មនោសញ្ចេតនារវាងគ្នាទៅវិញទៅមកដូចជាម្ដាយដែលស្រឡាញ់កូននោះបងប្អូននឹងទទួលបាននៅភាពសុខដុមរមនាជាមួយគ្នាគ្មានសត្រូវណាមកបៀតបៀនបងប្អូនឡើយអញ្ចឹងអ្វីដែលបងប្អូនត្រូវធ្វើខ្ញុំមិនកំណត់ពេលវេលាថាត្រូវទៅធ្វើឲ្យបានថ្ងៃស្អែកឬខែក្រោយឆ្នាំក្រោយទេអាស្រ័យទៅលើការខំប្រឹងប្រែងរបស់បងប្អូននិងការចង់បានរបស់បងប្អូនទៅចុះបើបងប្អូនចាំបាច់ចង់បាននៅសេចក្តីសុខលឿនចង់បាននៅការធូរស្រាលនៅសម្ពាធនៃការខ្វះខាតលឿនចូលបងប្អូនបន្ថែមលបឿនចុះណាឧទាហរណ៍ថាបងប្អូនកំពុងតែស្រេកទឹកចម្ងាយដែលបងប្អូនត្រូវដើរ1គីឡូម៉ែត្រទើបបងប្អូនអាចទៅដល់កន្លែងដែលបងប្អូនផឹកទឹកបងសិតឬក៏មីងទាំងអស់នេះគ្នានិយាយថាអូបងប្អូនរដ្ឋាយមីងស្រេកទឹកខ្លាំងណាស់តើមានកន្លែងណាដែលមានទឹកសម្រាប់ឲ្យមីងហូបទេខ្ញុំក៏ចងល់បង្ហាញផ្លូវថាមីងអើយបងអើយទឹកនៅខាងមុខឯណោបងប្អូនខំប្រឹងដើរទៅខាងមុខទៅដើរបានចម្ងាយ1គីឡូម៉ែត្រនោះបងប្អូននឹងឃើញប្រភពទឹកមួយដែលបងប្អូនអាចហូបបានអញ្ចឹងសួរទៅបងប្អូនទាំងអស់គ្នាថាតើខ្ញុំត្រូវតែកំណត់ថា3ថ្ងៃ10ថ្ងៃទេអត់ទេពីព្រោះប្រភពទឹកនោះគឺហូរជាប់រហូតវាមិនចេះរីងស្ងួតឡើយបងប្អូនចំណាយពេលវេលាមួយថ្ងៃទៅដល់បងប្អូននឹងបានញ៉ាំទឹកមុនគេបានញ៉ាំទឹកឆាប់បាត់ស្រេកមុនគេហើយបងប្អូនណាចំណាយ2ថ្ងៃគឺចាំ2ថ្ងៃចាំញ៉ាំទៅចំណែកបងប្អូនណាចំណាយពេល1ឆ្នាំបានទៅដល់ក៏ចាំឆ្នាំក្រោយចាំញ៉ាំទឹកនោះទៅណាមិនមានអ្វីដែលត្រូវខុសទាស់ឡើយពីព្រោះដំណើរដែលបងប្អូនខំធ្វើទាំងអស់នេះមិនពាក់ព័ន្ធទៅនឹងផលប្រយោជន៍សម្រាប់រូបខ្ញុំដែលកំពុងតែជួយណែនាំនោះទេ